ឆ្ងល់ដែរឬទេហេតុអ្វីបានជាថ្ងៃខ្លះ boost page ហើយមានគេឆាតមកច្រើនលក់បានល្អប៉ុន្តែថ្ងៃខ្លះទៀតស្ងាត់មិនសូវមានអ្នកសួរព័ត៌មានសោះមូលហេតុទី1គឺ Facebook កំពុងស្វែងរកអតិថិជនដែលអាចចាប់អារម្មណ៍លើផលិតផលឬសេវាកម្មរបស់យើងថ្ងៃខ្លះវារកឃើញអតិថិជនបានល្អទើបមានឆាតច្រើនជាងធម្មតាអ្នកប្រើប្រាស់ Facebook មានទម្លាប់ខុសគ្នារាល់ថ្ងៃខ្លះពួកគាត់មានពេលទំនេរច្រើនហើយថ្ងៃខ្លះទៀតរវល់ការងារឬកិច្ចការផ្ទាល់ខ្លួនដែលធ្វើឲ្យចំនួនឆាតប្រែប្រួលការមានគេសួរចោលគឺជារឿងធម្មតាអតិថិជនជាច្រើនតែងតែសួរព័ត៌មានពីកន្លែងជាច្រើនមុននឹងសម្រេចចិត្តទិញដូច្នេះយើងមិនគួរបាក់ទឹកចិត្តនោះទេថ្ងៃខ្លះ Facebook អាចនាំមនុស្សដែលចាប់អារម្មណ៍មកបានច្រើនប៉ុន្តែមិនទាន់ជាអតិថិជនដែលត្រៀមទិញភ្លាមៗនោះទេដូច្នេះយើងត្រូវបន្តកែសម្រួល content និង target ឲ្យកាន់តែច្បាស់ការ boost page មិនគួរវាស់វែងត្រឹម1ថ្ងៃឬ2ថ្ងៃនោះទេយើងគួរមើលលទ្ធផលជាសប្តាហ៍ឬប្រចាំខែដើម្បីដឹងថាការផ្សាយរបស់យើងកំពុងដំណើរការល្អកម្រិតណាដូច្នេះបងប្អូនកុំបាក់ទឹកចិត្តពេលថ្ងៃខ្លះឆាតច្រើននិងថ្ងៃខ្លះស្ងាត់អ្វីដែលសំខាន់គឺការធ្វើ content ឲ្យបានល្អនិង boost page ឲ្យបានត្រឹមត្រូវជាប្រចាំប្រសិនបើបងប្អូនគិតថាវីដេអូនេះមានសារៈសំខាន់សូមជួយចុច follow page boost AI មួយផងសូមអរគុណ